แต่ออกแค่นี้สังคมไทยเนี่ยแต่ออกแค่นี้สุขสบายให้งั้นนั่งด้วยสายแต่สภาพสะอาดไปยมก็สุขชัดเจนหมดคราวดอกไม้เนี่ยแต่ออกแค่นี้เคยมีแต่สภาพนั้นสลายต่างหมู่แค่นี้แต่ออกแค่นี้จ้างไงนั่งยมหนักได้หรือคงแต่ต้องชุ่มมวยนั่งทาตาอาหารอุปกรณ์จีเอตามบาซีให้นั่งยูนิเวอร์ซิตี้นั่งเขาแค่นี้ไม่เนี่ยแต่ออกแค่นี้โอเคเนี่ยแต่ออกแค่นี้โอเคចឹងដើម្បីកុំឲ្យខាត់ពេលវីដេអូយើងចូលទៅដល់សាច់រឿងរបស់យើងទាំងអស់គ្នាហ្នឹងហើយចឹងអាហារូបករណ៍ GKS ហ្នឹងគឺមាន2ទី1យើងដាក់តាមEmbassy Track ទី2គឺយើងដាក់តាម University Track អញ្ចឹងបើយើងដាក់តាម University Track យើងទី1យើងត្រូវចំណាយលុយផ្ញើឯកសារហ្នឹងមកប្រទេសកូរ៉េខ្លួនឯងហើយនឹងទី2ហ្នឹងគឺមានន័យថាគឺយើងព្យាយាម express ខ្លួនឯងនៅពេលដែលយើងធ្វើការ interview ហ្នឹងថាយើងនឹងចាប់អារម្មណ៍ប្រទេសកូរ៉េខ្លាំងអញ្ចឹងអ្នកទាំងអស់គ្នាហើយនឹងទី3ហ្នឹងគឺយើងអត់មាន cert round នៃអ្នកទាំងអស់គ្នាតែសម្រាប់Embassy Track វិញអ្នកទាំងអស់គ្នាខិនយក application របស់អ្នកទាំងអស់គ្នាហ្នឹងយកទៅដាក់នៅEmbassy នៅខ្មែររបស់យើងទៅមានថា Embassy របស់កូរ៉េមានថាស្ថានទូតរបស់កូរ៉េហ្នឹងនៅកន្លែងស្ថានទូតរបស់កូរ៉េនៅខ្មែរយើងទៅអាហ្នឹងហើយអញ្ចឹងចំណុចទី2វិញគឺអ្នកទាំងអស់គ្នាគឺមានការ interview 2 ដងអញ្ចឹងអាចនិយាយថាបើយើងដាក់តាម Embassy គឺវាល្អត្រង់ហ្នឹងអ្នកទាំងអស់គ្នាគឺយើងអាចមានន័យថាមានឱកាស2 ដងក្នុងការរើសាលាមានថាគេឲ្យជំរើសយើងគឺដោយបើថាខ្ញុំចាប់ដូចជា3ហ្នឹងហើយអ្នកទាំងអស់គ្នាអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាធ្លាក់ទី1យើងមានឱកាសសាលាទី2ទៀតហើយចំណុចដែលសំខាន់មួយទៀតហ្នឹងគឺអ្នកទាំងអស់គ្នាគឺខុសគ្នាមួយទៀតហ្នឹង sorry មិនមែនសំខាន់ទេគឺចំណុចខុសគ្នាមួយទៀតហ្នឹងគឺតាក់ទងជាមួយនឹងថាអ្នកទាំងអស់គ្នាគឺមាន cert round អ្នកទាំងអស់គ្នាបើសម្រាប់ University Track គាត់មាន cert round ហ្នឹងហើយអញ្ចឹងវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងឯងព្រោះថាតើឥឡូវនៅក្រៅទៅចាក់ខ្លាំងខ្ញុំដឹងថាគួរថតឬក៏មិនទេអ្នកទាំងអស់គ្នាអូខេចឹងបាយបាយសួស្តីអ្នកទាំងអស់គ្នាសង្ឃឹមថាអ្នកទាំងអស់គ្នាមើលវីដេអូនេះហើយអ្នកទាំងអស់គ្នាបើក៏ជាចង់ដាក់មកសិក្សានៅប្រទេសកូរ៉េធ្វើអត់ហ្នឹងហើយអញ្ចឹងនៅក្នុងវីដេអូក្រោយខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាពីរបៀបនៃការដាក់រៀបចំឯកសារក៏ដូចជាតើយើងត្រូវហៅព័ត៌មាននឹងនៅកន្លែងណាហើយ application form នឹងនៅកន្លែងណាហើយរបៀបដាក់មិនដែរហ្នឹងហើយអញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយមួយទៀតហ្នឹងហើយអរគុណបាយបាយហ្នឹងហើយអញ្ចឹងកុំភ្លេចជួយ like ហើយនិង share វីដេអូមួយនេះផងដើម្បីមិត្តភ័ក្តិអ្នកទាំងអស់គ្នាបានឃើញអរគុណច្រើន